រាត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមេងកិត្តិយសលើកយកធរណីមាត្រ45យកមកបង្ហាញដូច្នេះសូមរីករាយសិក្សាទាំងអស់គ្នាដូចតទៅលំហាត់ទី18គេឲ្យត្រីកោណមួយដែលមានមុំកំពូលស្មើ50មុំបាតស្មើ y មុំបាតមួយទៀតស្មើ60ចូលរកមុំ x នៅខាងក្រៅនេះដើម្បីរកមុំ x ឃើញតើយើងរកមុំ y សិនអញ្ចឹងមុំ y អាចរកឃើញព្រោះយើងស្គាល់មុំ2អញ្ចឹងអាចរក y ឃើញក្រោយរកមុំ y ឃើញហើយយើងយក180ដកឲ្យមុំ y សល់ប៉ុន្មានគឺមុំ x ដូច្នេះសូមរីករាយសិក្សានិងមើលការបកស្រាយទាំងអស់គ្នាមុំ y បូកមុំ50បូកមុំ60ស្មើ180មូលហេតុអីព្រោះវាជាផលបូកមុំក្នុងត្រីកោណបន្ទាប់មកយើងនឹងដោះស្រាយសមីការមុំ y នៅអង្គទី1ស្រាប់ចំណែក180នៅអង្គទី2ចំណែកមុំ50និងមុំ60នេះយើងទាញមកអង្គទី2ទៅជាដកអញ្ចឹងយើងបានមុំ y ស្មើ180ដកឲ្យផលបូកនៃមុំទាំងពីរខាងនេះឆ្លងកាត់សញ្ញាស្មើគឺត្រូវការដកដោះស្រាយសមីការ50បូក6ស្មើ110 180ដក110ស្មើ70ដូច្នេះមុំ y ស្មើ70មុំ x បូកមុំ y ស្មើ180មូលហេតុអីជាមុំបន្ថែមអញ្ចឹងយើងទាញមុំ y បាននៅអង្គទី1ស្រាប់ស្មើនឹង180ដកឲ្យមុំ y មុំ y នៅអង្គទី1បូកដល់មកទាញមកអង្គទី2ទៅជាដក180ដកមុំ y មុំ y រកឃើញអំបញ្ញមិញស្មើ70ដឺក្រេអញ្ចឹង180ដក7ស្មើ110ដូច្នេះមុំ x ស្មើ110ដឺក្រេធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា